និយាយរឿងអាសនៈសៀមមួងម៉ារ៉េតវានិយាយថាហេតុអីក៏ឃោសនិកគណៈបកប្រជាជនឬក៏អ្នកគ្រប់គ្រងគណៈបកប្រជាជនឈឺចាប់នឹងបញ្ហាស្រោមសម្បត្តិដែលពួកវាបង្កើតឡើងដើម្បីប្រមូលថវិកាសម្រាប់ទៅប្តឹងតុលាការ ICC នោះណាវានិយាយថាហេតុអីក៏ឈឺចាប់ម្លេះរឿងគេប្រមូលរឿងស្រោមសម្បត្តិរឿងអីហ្នឹងហេតុអីក៏ឃោសនិកគណៈបកប្រជាជននឹងឈឺចាប់ម្លេះចង់ប្រាប់ទៅអាសនៈសៀមមួងម៉ារ៉េតអាវាចឯងថាអត់មាននរណាម្នាក់ឈឺចាប់ទេហើយក៏អត់មាននរណាម្នាក់ទៅចំណាយលុយជាមួយក្រុមពួកឯងដែរអ្នកដែលគេដឹងរឿងគេយល់ច្បាស់អំពីនីតិវិធីរបស់ ICJ ក៏ប៉ុន្តែគេគួរអ្វីដែលគេនិយាយគ្រាន់តែជាការក្រើនរំលឹកទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរជាឈាមខ្មែរដូចគ្នានេះឲ្យដឹងថាការដែលពួកវាពួកឯងពួករដ្ឋាភិបាល23តុលាឯស្កាច់ដែរស្កាត់អីហ្នឹងណាប្រមូលលុយឬមួយស្រោមសម្បត្តិហ្នឹងទៅប្តឹង ICJ ICC ហ្នឹងណាវាអត់បានផលទេធ្វើវាអត់បានទេវាអត់កើតទេនីតិវិធីនៃការធ្វើគេដឹងថាធ្វើមិនកើតបានគេនិយាយឲ្យដឹងថាការប្រមូលថវិកាអស់ទាំងនេះគឺគ្រាន់តែជាថវិកាប្រមូលដាក់កប៉ៅតែប៉ុណ្ណឹងវាអត់មានបានទៅប្តឹងតុលាការ ICC ICJ អីណាបានទៅប្តឹងទេវាអត់ទេគឺវាធ្វើដើម្បីតែយកប្រមូលថវិកាអញ្ចឹងហើយបានជាគេដឹងរឿងទាំងអស់ហ្នឹងដឹងថាធ្វើមិនកើតនីតិវិធីច្បាប់ ICC នឹងធ្វើមិនបានហើយក្រុមវាហ្នឹងទៅគេនាំគ្នារំលឹកនាំគ្នានិយាយកុំឲ្យចាញ់បោកពួករដ្ឋាភិបាល23ដុល្លារឯស្កាច់ដែលស្កាត់ដឹងកុំឲ្យចាញ់បោកព្រោះថាប្រមូលទៅលុយនោះវាយកដាក់ក្នុងកប៉ាល់ទៅតួយ៉ាងដូចជាការធ្វើបុណ្យនៅស្អីវត្តអាបុត្របន្ទិញពេលដែលសង្គ្រាមហើយថ្មីនោះគេធ្វើបុណ្យប្រមូលថវិកាដើម្បីជួយជនរងគ្រោះប៉ុន្តែថវិកាហ្នឹងដែលធ្វើបុណ្យកាន់ទុកបាត់បង់ទឹកដីអីហ្នឹងហើយប្រមូលថវិកាបានហ្នឹងសួរថាមកដល់ជនរងគ្រោះអត់វាអត់មានទេអញ្ចឹងហើយគេដឹងថាការដែលធ្វើហ្នឹងគឺប្រមូលតែលុយទុកក្នុងកប៉ាល់ចាយតែគ្នាវាហ្នឹងហើយទៅគេនាំគ្នានិយាយហើយយល់នៅមួងម៉ារ៉េតអាវាចអាឆ្កែបំរើសៀមហើយយល់នៅគេដឹងថាវាធ្វើមិនបានតាំងពីដើមរហូតមកសៀមទាំងស៊ីប្រមូលលុយធ្វើនេះប្រមូលលុយធ្វើនោះសពបែបយ៉ាងតាំងពីទូរទស្សន៍ព្រះអាទិត្យតាំងស្អីសពបែបយ៉ាងគឺអត់ទេឲ្យតែជួបជុំគ្នាធ្វើប្រមូលកម្មវិធីគឺមានប្រមូលលុយហើយសិតតែធ្វើដើម្បីជាតិអញ្ចឹងហើយវាអត់មានបានផលប្រយោជន៍ដល់ជាតិសូម្បីបន្តិចដែលពួកនឹងធ្វើទៅគេនាំគ្នានិយាយរិះគន់ក្រើនរំលឹកឲ្យមនុស្សមួយចំនួនដឹងដូចជាទៅប្រមូលលុយនៅកូរ៉េនៅអីសពបែបយ៉ាងណាធ្វើដើម្បីជាតិអីដើម្បីជាតិហ្នឹងវាអត់មានអីបានដល់ផលប្រយោជន៍អីដល់ជាតិសូម្បីតែបន្តិចក្រៅពីប្រមូលលុយពីពួកវាចាយអញ្ចឹងហើយវាអត់មានអីដើម្បីជាតិសោះអញ្ចឹងហើយទៅគេនាំគ្នានិយាយនាំគ្នាក្រើនរំលឹកកុំឲ្យធ្វើចំណាយលុយធ្វើដើម្បីជាតិអីដើម្បីជាតិធ្វើដល់សំសិទ្ធដើម្បីជាតិប៉ុន្តែវាអត់មានសម្រាប់ជាតិដោយរឿងមួយស្ត្រីម្នាក់នៅអូស្ត្រាលីគាត់និយាយគាត់មកដល់ស្រុកខ្មែរគាត់និយាយថាកម្ពុជាខាងអូស្ត្រាលីជួយច្រើនណាស់តាំងរដ្ឋាភិបាលអូស្ត្រាលីតាំងប្រជាជនខ្មែរនៅអូស្ត្រាលីជួយមកច្រើនណាស់តែអត់មានឃើញរីកចម្រើនអីសោះគាត់និយាយអញ្ចឹងខ្ញុំក៏បានសួរថាតើគាត់រដ្ឋាភិបាលអូស្ត្រាលីនិងប្រជាជនខ្មែរនៅអូស្ត្រាលីជួយតាមរយៈណាគេគាត់ថាឆ្លើយជួយតាមក្រមបពវិឆាំងខ្ញុំលេងមាត់ខ្ញុំនិយាយដល់ទៅហើយកម្មថាជួយមកតាមបពវិឆាំងហ្នឹងសួរថាបានដល់រដ្ឋាភិបាលទេគឺវាអត់ដល់ប្រជាពលរដ្ឋខ្មែរទេវាអត់អញ្ចឹងហើយកុំយកអាត្រង់អស់ហ្នឹងយកមកនិយាយកុំនិយាយថាជួយច្រើនបើជួយតាមក្រមរដ្ឋាភិបាល23ដុល្លារឯស្កាច់ដែលស្កាត់ហ្នឹងឬមួយក៏ជួយតាមក្រមពួកអស់ហ្នឹងមកហើយថាឲ្យដល់រដ្ឋាភិបាលជួយដល់ប្រជាពលរដ្ឋឬក៏ជួយដល់រដ្ឋាភិបាលក្នុងការកសាងនិងអភិវឌ្ឍជាតិគឺវាសារ៉ូអញ្ចឹងហើយបានគេតែងតែរំលឹកឲ្យដល់បងប្អូននៅឯនាយសមុទ្រទាំងអស់ដែលមានមនសិការស្នេហាជាតិស្រឡាញ់ជាតិបើចង់ជួយជាតិចង់ជួយប្រជាពលរដ្ឋខ្មែរឲ្យជួយឲ្យចំគោលដៅបើជួយទៅក្រុមឯស្កាច់23ដុល្លារដែលស្កាត់ហ្នឹងណាគឺវាអត់បានមកដល់រដ្ឋាភិបាលឬវាអត់ដល់ប្រជាពលរដ្ឋទេឥឡូវថ្មីស្ដាយហ្នឹងគេប្រមូលលុយប្រហែលដងហើយតាំងពីសង្គ្រាមមានធ្វើបុណ្យនៅវត្តអាបុត្របន្ទិញនិងប្រមូលលុយមកជួយប្រជាពលរដ្ឋខ្មែរដែលរងគ្រោះដោយសារសៀមឈ្លានពានគេធ្វើបុណ្យណាសួរថាបច្ច័យទាំងអស់នឹងរាប់ម៉ឺនដុល្លារហ្នឹងបានមកដល់បងប្អូនជនភៀសសិទ្ធដែលអត់វាអត់មានទេវាបាត់ឈឹងមកគាត់ធ្វើបុណ្យហើយគឺវាបាត់ឈឹងលុយហ្នឹងអញ្ចឹងហើយបានគេជួយរំលឹកថាបើចង់ជួយប្រជាពលរដ្ឋខ្មែរចង់ជួយប្រទេសខ្មែរត្រូវធ្វើឲ្យចំគោលដៅមកដល់រដ្ឋាភិបាលអ្នកដែលជួយសកម្មជនដែលជួយដល់យោធាជួយដល់ជនភៀសសិទ្ធសប្តាហ៍ថ្ងៃណានៅឯតំបន់រងគ្រោះមានច្រើនណាស់ដែលគេជួយឲ្យទៅដល់ជនភៀសសិទ្ធជួយឲ្យទៅដល់យោធាជួយឲ្យទៅដល់រដ្ឋាភិបាលអញ្ចឹងហើយបើមានអ្នកសកម្មចង់ជួយជាតិគេឲ្យជួយឲ្យចំគោលដៅអញ្ចឹងហើយយល់នៅអាវិគេអត់មានឈឺចាប់ចំណែនអីនឹងពួកឯងហ្នឹងទេប៉ុន្តែគេដឹងថាឯងពួកឯងធ្វើវាអត់ប្រយោជន៍វាបានត្រឹមតែប្រមូលថវិកាយកទៅចាយវាតែពួកឯងហ្នឹងសិតតែធ្វើដល់ពេលមានឈ្មោះមកជួយជាតិដើម្បីជាតិអញ្ចឹងដូចចែមួយនៅអូស្ត្រាលីដែលខ្ញុំលើកឡើងនិយាយអញ្ចឹង
លុយជួយមកជួយតាមពួកអស់ហ្នឹងប៉ុន្តែដល់ពេលមកដល់ស្រុកខ្មែរនិយាយថាស្រុកខ្មែរគេជួយច្រើនហេតុអីអត់រីចម្រើនមានជួយមានអាការជួយហ្នឹងវាអត់មកដល់កម្ពុជាទេវាបានតែពួកអស់ហ្នឹងអញ្ចឹងហើយទៅគេក្រោមរំលឹកថាបើចង់ជួយមានមនសិការជាតិស្នេហាជាតិស្រឡាញ់ជាតិចង់ជួយចំគោលដៅហើយគ្មានអ្នកណាជឿចាប់ទេអាវិណាអាសៀមអាសៀមអាចកែបំរើសៀមគ្មានអ្នកណាគេជឿចាប់ជាមួយពួកឯងហ្នឹងទេហើយក៏គ្មានអ្នកណាមានលុយពួកខ្ញុំឬលុយសកម្មជនគណបកប្រជាជនលុយបងប្អូនប៉ុន្តែគាត់ថាគេនិយាយហ្នឹងគឺក្រោមរំលឹកធ្វើបើចង់ជួយជាតិមានមនសិការជាតិស្រឡាញ់ជាតិចង់ឲ្យជួយចំគោលដៅកុំជួយដល់កន្លែងអត់គោលដៅហើយមានឈ្មោះថាជួយជាតិណាវាអត់ប្រយោជន៍មានឈ្មោះជួយជាតិប៉ុន្តែអត្ថវិការហ្នឹងវាអត់ដល់ជាតិទេវាដល់ទៅពួកអស់ហ្នឹងវាដល់ស៊ីចាយអត់ប្រយោជន៍ជាពិសេសសៀមរាំងស៊ីនិងក្រុម23 ដុល្លារឯឆ្កាច់ហ្នឹងឯងដែលឆ្កាច់ហ្នឹងឯងដែលយួតទៅចាយរាប់ឆ្នាំមកហើយតាំងពីទូរទស្សន៍ព្រះអាទិត្យឥឡូវទូព្រះអាទិត្យយើងបាញ់និយាយត្រឹមតែធ្វើបុណ្យនៅវត្តស្អីគេអាវត្តអាវុធបន្ទិញដែលប្រមូលលុយក្រោយបញ្ចប់សង្គ្រាមនេះសួរថាដល់ជនភៀសសឹកអត់ដូចមកដល់យោធាអត់ជួយដល់មកដល់រដ្ឋាភិបាលប្រមាណគឺអត់មានទេដើម្បីជួយប្រជាពលរដ្ឋគឺវាអត់មានអញ្ចឹងហើយកុំឲ្យយកទៅជួយពួកអស់ហ្នឹងហើយដល់ពេលនិយាយខាងក្រៅមានឈ្មោះថាជួយជាតិជួយប្រជាជនតែវាអត់មានដល់ប្រជាជនអញ្ចឹងហើយបានគេក្រៅរំលឹកហើយដឹងដល់អាវាចទៅដូចម៉ែវាអាឈាមឆ្កែអាបម្រើសៀមអរគុណច្រើន